ផ្លាស់ប្ដូរការសេពគប់គឺផ្លាស់ប្ដូរវាសនាអ្នកនៅជាមួយអ្នកមានអ្នកអាចនឹងមាននៅជាមួយថៅកែអ្នកអាចនឹងខ្លាយជាថៅកែនៅជាមួយក្រុមអ្នកលេងល្បែងអ្នកអាចនឹងចេះលេងល្បែងនៅជាមួយក្រុមអ្នកផឹកអ្នកអាចនឹងចេះផឹកមិត្តភ័ក្តិល្បែងបញ្ចុះបញ្ចូលអ្នកឲ្យលេងល្បែងមិត្តភ័ក្តិផឹកអាចបង្រៀនអ្នកឲ្យចេះផឹកដូច្នេះផ្លាស់ប្ដូរការសេពគប់គឺផ្លាស់ប្ដូរវាសនាអ្នកលីកាស៊ីងជាមហាសេដ្ឋីដ៏កំពូលរបស់ហុងកុងពេលគាត់ចូលនិវត្តន៍បានឲ្យប្រាក់ទៅតែកង់ឡានដែលនៅជាមួយគាត់30ឆ្នាំចំនួន$10 លានហុងកុងហើយគាត់ប្រាប់ទៅតែកង់ឡាននោះថាអ្នកបើកឡានឲ្យខ្ញុំប្រកបដោយមនសិការអស់រយៈពេល30ឆ្នាំហើយមិនដែលមានបញ្ហាអ្វីកើតឡើងឡើយអ្នកតែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារឥឡូវនេះខ្ញុំអាយុ90ឆ្នាំហើយខ្ញុំក៏ត្រូវចូលនិវត្តន៍ដែរ